ngày nayទទួលបានសមាជិកថ្មីមួយហើយចង់ដឹងថាសមាជិកនឹងបានមកពីណាចាំមើលខ្ញុំរៀបរាប់ប្រាប់ព្រោះសមាជិកហ្នឹងខ្ញុំអត់បានទិញទេម្សិលមិញហ្នឹងខ្ញុំជូនប្អូនខ្ញុំទៅពេទ្យប្រហែលជាម៉ោង7ព្រឹកចេញទៅពេទ្យពេទ្យនេះពេទ្យកុមារជាតិចេញទៅពេទ្យកុមារជាតិដល់ហើយម៉ោង7ព្រឹកយើងដឹងស្រាប់ហើយផ្លូវនៅពេញយើងវាស្ទះចាំម៉ោងនោះពងស្ទះជិះទៅរេរតម្រាំបានទៅរួចមកផ្លូវហើយទៅដល់ផ្លូវនោះមួយវាស្ទះទៅដល់ផ្លូវស្ទះខ្ញុំក៏បត់ចូលផ្លូវទូចថារើផ្លូវកុំឲ្យវាស្ទះបត់ចូលទៅខុសផ្លូវបត់ក្រោយមកវិញជួបកូនសេកហ្នឹងពណ៌លឿងហ្នឹងលោតនៅកណ្ដាលផ្លូវលោតតុំនៅកណ្ដាលផ្លូវមើលមនុស្សក៏អត់ឃើញអត់មានឃើញមនុស្សអត់មានឃើញម្ចាស់ក៏ទៅចាប់ក៏វាអត់ផ្អើលដែរសេកហ្នឹងសេករបស់គេចិញ្ចឹមក៏វាផ្អើលណាស់គេយកមកអាណិតវាយកមកចិញ្ចឹមវាទៅដាក់ចំណីដាក់អីមើលថែទាំវាទៅហើយក៏បានទិញទ្រុងទិញអីមកដាក់ចំណីឲ្យវាក៏នៅទ្រុងហើយនឹងទ្រុងវាថ្លៃគួរសមដែរចំណីអត់ថ្លៃហ្មងទេចំណីមកកំប៉ុងតែ 5,000 ទេហើយពូជសេកហ្នឹងខ្ញុំអត់ដឹងថាពូជអីដែរអត់ដាក់ឈ្មោះអីទេបើខ្ញុំសួរបងមួយនៅខាង TikTok គាត់ចិញ្ចឹមនេះគាត់ណាចិញ្ចឹមសត្វសេកចិញ្ចឹមសត្វអីហ្នឹងសួរទៅគាត់ថាសេកហុងកុងហើយខ្ញុំអត់ដឹងថាសេកអីដែរទេខ្ញុំអត់ស្គាល់ទេហើយខ្ញុំឆែកតាមជីម៉ាណាយទៅជីម៉ាណាយ AI ហ្នឹងថាសេកហងដល់ពេលសេកហងអញ្ចឹងទៅខ្ញុំក៏អត់ដឹងថាឈ្មោះប្រកបដែរថាដល់ថាពូជវាពូជអីទេខ្ញុំអត់ស្គាល់ទេព្រោះខ្ញុំអត់ដែរញ៉ាំចិញ្ចឹមសត្វទេតែឃើញវាម្សិលមិញហ្នឹងរបៀបវាឃ្លានផងអីផងបានយកវាមកទៅទិញទ្រុងទិញអីដាក់ឲ្យវាទៅហើយវានៅផ្អើលខ្លាំងខ្ញុំបិទភ្លើងបិទអីហ្នឹងលើសារវានៅផ្អើលនៅខ្លាចមនុស្សនៅនិយាយទៅដោយរបៀបក្មេងរបៀបមនុស្សចាប់លេងមិនទេសេកហ្នឹងវានៅខ្លាចហើយម្សិលមិញសំខ្ញុំយកប្អូនខ្ញុំទៅពេទ្យផងហ្នឹងខ្ញុំដាក់ទ្រុងសេកហ្នឹងនៅក្រោមនៅពេទ្យខ្ញុំដាក់នៅក្រោមពេទ្យហើយខ្ញុំឡើងទៅមើលប្អូនខ្ញុំនៅលើពេទ្យហើយចំកូនមួយនោះទៀតកូនក្មេងមួយដែលទៅពេទ្យហ្នឹងទៅទាត់ទ្រុងសេកហ្នឹងទាត់បង្អើគ្នាទៀតដល់ពេលទាត់បង្អើគ្នាអញ្ចឹងទៅគ្នាកាន់តែខ្លាចទៅទៀតហើយតម្រាំបានមកស៊ីចំណីប៉ុណ្ណឹងវិញមិនស្រួលទេអាហ្នឹងខ្ញុំអត់ទាន់បានចំណាយពេលច្រើននៅថាខ្ញុំចំណាយពេលមួយវាផ្សំមួយវាបានមកល្ងាចផ្សំមកល្ងាចតែរូបពណ៌លឿងដបងហ្នឹងអាហ្នឹងបានមកយប់មកព្រឹកហើយហ្នឹងព្រលឹមឡើងមកយប់មកព្រឹកព្រលឹមឡើងខ្ញុំចេញពីផ្ទះទៅខ្ញុំថតវាបន្តិចទៅតែនេះអាពេលយកមកដបងខ្ញុំបិទភ្លើងហើយខ្ញុំឲ្យវាស៊ីចំណីស៊ីឲ្យឆ្អែតចឹងវាឃ្លានដាក់ស៊ីតាមផ្លូវផងមកដល់ផ្ទះស៊ីទៀតហើយវាស៊ីចំណីច្រើនណាស់នេះអានេះអត់ធំទេទូចទេប៉ិនទៅជាប៉ិនកដៃនោះអត់ធំទេមិនមែនពូជធំទេអានេះទូចហើយបើតាមខ្ញុំឆែកមើលទៅមិនដឹងមេមិនដឹងឈ្មោះទេអត់ខ្ញុំអត់ប្រកបអត់ដឹងថាមេអត់ដឹងតែឈ្មោះបងប្អូនណាដឹងជួយប្រាប់ផងព្រោះអត់ដែរចិញ្ចឹមសត្វដល់ពេលអញ្ចឹងអត់ដឹងថានិយាយថាម៉េចដឹងថាមេដឹងថាឈ្មោះអត់ដឹងទេឆែកមើលទៅគាត់ថារើចំណីរើអីឲ្យវាស៊ីទៅដល់ពេលវារឿងសាំងតិចទៅខ្ញុំយកដាក់ជីងក្រៅនេះឲ្យវាស្គាល់ខ្លះកុំឲ្យវានេះវាឲ្យវាខ្លាចផ្អើពេកនេះបងប្អូនខ្ញុំនៅពេទ្យហ្នឹងដឹកតែមួយអាវខ្មៅហ្នឹងដល់ពេលដឹកទៅបានរើសបានកូនសេកទាំងមួយទៅហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងឯងចាំមើលគ្រាតតខ្ញុំថតសេកទៀតផង